បតុមពេជ្រខ្សាត់ត្រីក្ដុលខ្សែទឹកខាងក្នុងចាប់ឃើញថាចាញ់បងទីទួញហើយប្រថាមហាទន្សាយដែលចូលសែនជ័យរបស់ឯកឧត្តមម៉ៅភិរុនខ្សែទឹកខាងក្រៅហាក់ដូចជាចង្វាយោងទូព្រឹបតែម្ដងមើលទៅស្អាតមែនតែនចាស្អាតណាស់ខ្សែទឹកខាងក្នុងបតុមពេជ្រខ្សាត់ត្រីក្ដុលរបស់ឯកឧត្តមសេនីយ៍សថេតនឹងក៏មិនធម្មតាដែរចារំលេចដល់ចុងចង្វាពណ៌បៃតងខ្ចីស្រស់បំប្រងប៉ុន្តែទូកហាក់ដូចជាខ្លីជាងចាទូកហាក់ដូចជាខ្លីជាងដល់អញ្ចឹងហើយលបឿននៃខ្សែទឹកខាងក្រៅមហាទន្សាយដែលចូលសែនជ័យរបស់ឯកឧត្តមម៉ៅភិរុននោះគឺលឿនចាលឿនមែនតែម្ដងឯកសណ្ឋានពណ៌សហើយស្មារាំងរបស់គាត់ស្មារាំងគឺមានឯកសណ្ឋានពណ៌ក្រហមចាស្មារាំងឯកសណ្ឋានពណ៌ក្រហមហើយស្មាឯកចាសំទោសស្មាឯកគឺមានឯកស្ថានពណ៌ក្រហមស្មារាំងហ្នឹងគឺឯកស្ថានពណ៌សឃើញថាមហាទន្សាយដែលចូលសែនជ័យឥឡូវនេះដាច់ហើយដាច់បតុមពេជ្រខ្សាត់ត្រីក្ដុលចាឯកឧត្តមសេនីយ៍ចាសថេតឥឡូវនេះឃើញថាចាញ់បងហើយឯកឧត្តមចាសុំស្ដារលទ្ធភាពនៅជើងទី2ទូគូទី67ព្រោះថាគាត់មកល្អណាស់មើលទៅឃើញប្រគាប្រកាត់គ្នាបតុមពេជ្រខ្សាត់ត្រីក្ដុលរបស់ឯកឧត្តមសេនីយ៍ត្រីសថេតចាក្តុកហែមបវលខេត្តបាត់ដំបងបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយក្នុងគណៈពេលដែលមហាទន្សាយដែលចូលសែនជ័យរបស់ឯកឧត្តមម៉ៅភិរុនចារបស់ឯកឧត្តមម៉ៅភិរុនការពីជើងទី1ឈ្នះម្ដងហើយចាការពីជើងទី1ក៏បានឈ្នះម្ដងរួចហើយឥឡូវនេះជើងទី2ឃើញថានៅមានព្រៀបទៀតឯកសណ្ឋានគូទាំងពីរនេះគឺដូចគ្នាពណ៌សដូចគ្នាគ្រាន់តែមហាទន្សាយដែលចូលសែនជ័យរំលេចដោយមួកពណ៌ក្រហមអញ្ចឹងហើយយើងមិនពិបាកទេហើយស្មាឯករបស់គាត់គឺឯកស្ថានពណ៌ក្រហមអញ្ចឹងហើយមិនសូវជាពិបាកទេมันអាចថាមិនជំរាបជូនបានដោយឥឡូវនេះមហាទន្សាយដែលចូលសែនជ័យរបស់ឯកឧត្តមម៉ៅភិរុនបានដកខ្លួនទៀតហើយគឺមួយគាត់ទំពួរឲ្យឈ្នះបាននៅតែអត់ទាន់ដាច់ទេទីនៅសល់តែ50ម៉ែត្រប៉ុណ្ណោះចាអត់ទាន់ដាច់ទេនៅឈ្នះមួយគាត់ទំពួរមហាទន្សាយដែលចូលសែនជ័យឥឡូវនេះឃើញថាចិត្តមកដល់ទីគឺដាច់តែម្ដងដាច់ឲ្យនេះគាត់ទំពួរទេមហាទន្សាយដែលចូលសែនជ័យចារបស់ឯកឧត្តមម៉ៅភិរុនឈ្នះទាំងពីរជើងចាឈ្នះទាំងពីរជើង